cho dương thơ trung priệp dương khẽ sầm nanh đai sầm nanh lưu hết mấy bạn dương đã sầm nanh cho nâng thèm tiệt bạnกรุบ ជំរាបសួរពុកម៉ែបងប្អូនហើយមុននឹងខ្ញុំប្រាប់អំពីរបៀបដាក់សំណាញ់ជ័រនៅលើក្រាលនៅបាតទ្រង់ព្រាបឥឡូវយើងមកចូលមើលទ្រង់ព្រាបយើងទាំងអស់គ្នាសិនទ្រង់ព្រាបហើយនឹងរបៀបចិញ្ចឹមព្រាបគ្មានបងប្អូនខ្លះគាត់ឃើញថាហេតុអីបានជាខ្ញុំដាក់ผงខ្លះលែងខ្លះអញ្ចឹងបងប្អូនវាមានខាន់ចេះវាមានតាមផ្នែករបស់វាបងប្អូនវាមានអាគូណាដែលយើងត្រូវថែអាគូណាដែលយើងត្រូវខាំងវាបើវាមានឈ្មោលច្រើនពេកយើងត្រូវខាំងឈ្មោលខ្លះបើមិនចឹងទេវាជុលគ្នាពេញទ្រុងវាដណ្ដើមទ្រុងឬមួយក៏ដណ្ដើមញីចឹងបងប្អូនបើចិញ្ចឹមព្រាបយើងចិញ្ចឹមឲ្យវាឈ្មោលឲ្យប្រហាក់ផាញីដោយសារអីព្រាបវាចាប់គូមួយទល់នឹងមួយវាក្រាបទាំងពីរហើយវាបញ្ចុកកូនទាំងពីរប្រៀបដូចជាប្តីប្រពន្ធដែរបងប្អូនហើយវាមានទ្រុងពេលណាវានាំគ្នាចូលទ្រុងនាំគ្នាចូលសម្បុកហើយទាំងពីរហ្នឹងគឺវាការពារទ្រុងរបស់វាហើយកូនវាគឺនៅកន្លែងហ្នឹងវាពងនៅកន្លែងហ្នឹងមានព្រៀបផ្សេងចូលមកគឺវាប្រជែងវាឲ្យចេញពីទ្រុងឬកន្លែងសម្បុកដែលវានៅបងប្អូនយើងមានទ្រង់ផ្នែកទាំងមូលធំបិទបាំងចិត្តហើយគឺយើងត្រូវតែមានផ្នែកតូចនៅក្នុងខាងទ្រង់របស់យើងដើម្បីខណ្ឌឲ្យប្រៀបយើងនៅមួយគូឬមួយក៏5 6 10អីចឹងទៅដែលយើងចង់ឲ្យដាក់ជាមួយព្រោះអីប្រៀបវាមានអាយុហើយនឹងផែនហើយនឹងទំហំខុសៗគ្នាកាលណាអាយុស្គរគ្នាធ្លាប់ដាក់ជាមួយគ្នាវាដាក់ចូលទៅគឺវាអត់ចាក់គ្នាទេប៉ុន្តែបើមានសម្រាប់ប្រៀបថ្មីចំណូលថ្មីមកដាក់ជាមួយវាគឺវាដេញចាក់អញ្ចឹងចំណូលថ្មីហ្នឹងគឺយើងដាក់នៅផ្នែកផ្សេងវាមានប្រមាណ 3 4 អញ្ចឹងមកយើងដាក់ផ្នែកផ្សេងមកបើវាមិនចាក់គ្នាគឺយើងដាក់នៅត្រង់ហ្នឹងប៉ុន្តែបើសិនណាវាចាក់គ្នាគឺយើងម្លែកចេញទៅដាក់ត្រង់អីផ្សេងមួយទៀតអញ្ចឹងទៅបងប្អូនហើយខ្លះទៅយើងលែងចេញមកក្រៅអញ្ចឹងមកហើយអាណាដែលវាពងអាណាដែលវាក្រាបអីហ្នឹងគឺយើងបិទវាហើយដាក់ទឹកដាក់ចំណីហ្នឹងទៅព្រោះអីមានពេលខ្លះគឺវាឆ្លុះទៅដណ្ដើមត្រង់គ្នាប្រជែងគ្នាធ្វើឲ្យព្រៀបហ្នឹងបែកពងហើយធ្វើឲ្យអាព្រៀបយើងសោយដោយសារតែវាប្រយុទ្ធគ្នាហ្នឹងបងប្អូនហើយបើចំណីវិញគឺយើងដាក់តាមឡុកដែរមានផ្នែកធំផ្នែកតូចចឹងទៅឥឡូវយើងមកដល់កន្លែងត្រង់ព្រៀបរបស់យើងហើយបងប្អូនអានេះត្រង់ព្រៀបដែលខ្ញុំធ្វើអំពីដែកហើយនឹងសំណាញ់ឥឡូវខ្ញុំដាក់ក្រាលសំណាញ់ជ័រនេះទៅលើដើម្បីកុំឲ្យជើងព្រៀបយើងឈឺព្រោះអីលុះហ្នឹងពេលវាជន់ចុះឡើងវាក្តោបទៅវាឈឺហើយវារឹងហើយនៅវាមានកលាធំផងអញ្ចឹងហើយគឺយើងត្រូវតែក្រាលសំណាញ់ជ័រហ្នឹងដើម្បីឲ្យវាទុនដើម្បីឲ្យជើងព្រៀបយើងរក្សាជើងព្រៀបយើងឲ្យបានល្អណាបងប្អូនហើយត្រង់ដែលខ្ញុំធ្វើនេះគឺកម្ពស់វាប្រហែលជាចូល50ជាងហើយវាមិនដល់60ទេណាបងប្អូនគឺប៉ុណ្ណឹងល្អហើយបើចំពោះថ្នាក់ក្រោមដែលយើងដាក់សម្រាប់ត្រលីមួករបស់វានេះគឺតែ5 6ហ៊ុនទេបងប្អូនដោយសារអីតាមត្រូវយើងដាក់មកទឹកកន្លះអីដើម្បីឲ្យធំទៅស្រួលលូកដៃលូកអីបងប្អូនប៉ុន្តែព្រោះខ្ញុំមានទីកំណត់ពីបាតដីមកដល់លើហ្នឹងយើងអាចតែត្រឹមតែ1 ម៉ែត្រជាងទេ1 ម៉ែត្រ 10 1 ម៉ែត្រអីហ្នឹងអញ្ចឹងយើងត្រូវជាបែងចែកជាទ្រង់ពីរជាន់មានទ្រង់ក្រោមដីផងទ្រង់លើផងហើយនឹងកន្លែងត្រលីមួកផងបងប្អូនហើយគឺទ្រង់មួយគឺយើងដាក់នៅសម្បុកមួយសម្រាប់ឲ្យវាមកចូលបង្កាត់ពូជពេលវាចូលមកនាំគ្នាបង្កាត់ពូជនៅក្នុងសម្បុកនោះវានឹងពងហើយវានឹងការពីសម្បុកនោះណាបងប្អូនដូចជាផ្នែកនេះអញ្ចឹងគឺគោខ្មៅពីរនេះគឺវាមានកូនហើយបងប្អូនវាពងពីរគ្រាប់ប៉ុន្តែវាខូចមួយគ្រាប់ទៅវាអត់បានញាស់អញ្ចឹងគឺវាញាស់តាមួយគ្រាប់ទេអាកូនវាដុះរោមរយហើយបងប្អូនហើយខាងលើនេះគឺខ្ញុំដាក់ម៉ូឌៀននេះក៏ខ្ញុំក្រាលសំណាញ់ជ័រឲ្យវាដើរដែរហើយខាងនេះគឺនៅផ្នែកខាងក្រោមពងមួយគ្រាប់ដែរហើយគូនេះ
វាពងមកក្របហើយអញ្ចឹងពីរហ្នឹងគឺវាការពារត្រង់របស់វាទៅចេញខាងលើនេះអត់មានតាន់ពងទេបងប្អូនអានេះគឺត្រង់ដែលខ្ញុំធ្វើតាមពិតទៅវាអត់ហើយ 100% អីទេបងប្អូនបើត្រង់ដែលយើងត្រូវធ្វើឲ្យស្អាតគឺយើងធ្វើហើយត្រូវលាបថ្នាំប៉ុន្តែយើងមិនអាចលាបថ្នាំបានទេដោយសារអីនៅកន្លែងនេះគឺវាមានព្រៀបរស់នៅហើយអញ្ចឹងបានយើងធ្វើទៅវាផ្អើលខ្លះដែរប៉ុន្តែដល់ពេលយើងធ្លាប់ដាក់ចំណីធ្លាប់អីទៅវាអត់សូវផ្អើលទេសម្រាប់ព្រៀបខ្ញុំបើព្រៀបផ្សេងវិញបើទៅធ្វើតុងតាំងអញ្ចឹងគឺផ្អើលហើយបងប្អូនហើយនៅក្នុងនេះគឺខ្ញុំមានដាក់ឡាបូទឹកមួយបតក់ទឹកអញ្ចឹងព្រោះធុងដាក់ទឹកនោះវាច្រើនតាមើលអត់តាន់បងប្អូនព្រៀបច្រើនពេកមើលអត់តាន់អាសាអស់អញ្ចឹងហើយខ្ញុំរៀបចំអាឡាបូដាក់ទឹកនេះដើម្បីបហូរលាងសម្ភារៈដែលខ្ញុំប្រើប្រាស់នៅក្នុងព្រៀបនេះហូរចូលដើមឈើរុក្ខជាតិទាំងផងហើយខ្ញុំបាត់ហើយបតក់ទឹកដើម្បីឲ្យពេញពេលខ្លះខ្ញុំអត់បានមើលរឿងទឹកអស់ព្រៀបហ្នឹងក៏វាឡើងមកផឹកនៅកន្លែងឡាបូនេះដែរបងប្អូន